បងប្អូនខជើងជ្រូកមួយមុខនេះមើលតែពណ៌ទៅក៏ដឹងថាឆ្ងាញ់ដែរបងប្អូនទំនងខ្លាំងមែនតើទាំងសាច់ទាំងស្បែកឡើងទន់ល្មើយចាប់ជាតិគ្នាណាស់បងប្អូនហើយសម្រាប់របៀបធ្វើដំបូងខ្ញុំយកជើងជ្រូកនេះមកប្រឡាក់គ្រឿងជាមុនសិនខ្ញុំប្រើទឹកត្រី3ស្លាបព្រាទឹកស៊ីអ៊ីវ3ស្លាបព្រាប្រេងខ្យង2ស្លាបព្រាអំបិលបន្តិចម្សៅស៊ុបបន្តិចហើយខ្ញុំក៏បន្ថែមប៊ីចេងសញ្ញាមុនធំចូលដែរបងប្អូនដើម្បីធ្វើឲ្យខរបស់យើងនឹងកាន់តែមានជាតិហើយបងប្អូនកុំភ្លេចបន្ថែមខ្ទឹមបុកនិងម្រេចចូលផងបងប្អូនដើម្បីធ្វើឲ្យសាច់របស់យើងនឹងកាន់តែមានក្លិនឈ្ងុយហើយបងប្អូនត្រូវផ្អាប់ទុករយៈពេល30នាទីទៅ1ម៉ោងដើម្បីឲ្យសាច់របស់យើងនឹងចូលជាតិបានល្អសម្រាប់ស្ករត្នោតបងប្អូនត្រូវកំឡោយឲ្យវាឡើងពណ៌ជើងក្រងហើយបងប្អូនចាំបន្ថែមប្រេងឆានិងខ្ទឹមសចូលឆាឲ្យវាឡើងឈ្ងុយល្អនិយាយពីក្លិនគេវិញឈ្ងុយនោះឈ្ងុយបងប្អូនហើយបងប្អូនបន្ថែមជើងជ្រូកដែលយើងផ្អាប់ទុកហើយមិញនឹងចូលមកបងប្អូនត្រូវរំងាស់ជើងជ្រូកយើងនឹងឲ្យវាដាច់ទឹកប្រៃសិនណាហើយបើសិនជាបងប្អូនចង់ឲ្យខចេញមកពណ៌ក្រហមស្អាតល្អតិចនៅទី1បងប្អូនកុំបខំភ្លើងតិចនៅទី2បងប្អូនកុំប្រញាប់ចាក់ទឹកចូលពេកបងប្អូនត្រូវឆាសាច់របស់យើងនឹងទៅវិញទៅមកឲ្យឡើងពណ៌ក្រហមសិនចាំបន្ថែមទឹកចូលហើយក្នុងការបន្ថែមទឹកគឺដូចគ្នាបងប្អូនកុំចាក់ទឹកច្រើនពេកក្នុងពេលតែមួយបងប្អូនគួរតែចាក់ទឹកមកល្មមហើយរំងាស់ឲ្យវារីងរួចចាំចាក់ទឹកបន្ថែមទៀតការដែលបងប្អូនធ្វើបែបនេះនឹងធ្វើឲ្យសាច់របស់យើងនឹងចូលជាតិបានល្អទោះបីជាបងប្អូនរំងាស់ក្នុងរយៈពេលខ្លីក៏សាច់របស់យើងគឺមានជាតិឆ្ងាញ់ដែរបងប្អូនប៊ីចេងសញ្ញាមុនធំមាន2ប្រភេទគឺគ្រាប់តូចនិងគ្រាប់ធំមាន3ខ្នាតសម្រាប់ជ្រើសរើស35ក្រាម250ក្រាមនិង500ក្រាមមានកម្រិតភាពសុទ្ធខ្ពស់ជាង 99.99% ប្រើប្រាស់ក្នុងបរិមាណតិចតែបង្កើនរសជាតិអាហារកាន់តែឆ្ងាញ់មានសូដ្យូមទាបដែលសុវត្ថិភាពក្នុងការប្រើប្រាស់និងមិនប៉ះពាល់ដល់សុខភាពទេបងប្អូនប៊ីចេងសញ្ញាមុនធំផលិតតាមស្តង់ដារអន្តរជាតិទទួលស្គាល់ពីស្ថាប័នចំណីអាហារត្រឹមត្រូវហើយបងប្អូនអាចកំងទិញប៊ីចេងសញ្ញាមុនធំតាមរយៈเพจខាងក្រោមបានដែរ